សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់រឿងនីតិថ្មីមួយទៀតដែលនឹងនិយាយពីផ្ទះមួយដ៏គួរឲ្យខ្លាចនៃឯជុំភូមិតោះចឹងក៏មិនខាត់ពេលយូរទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នានៅជុំភូមិដ៏ស្ងប់ស្ងាត់មួយមានផ្ទះឈើចាស់មួយខ្នងអែបខ្លួនយ៉ាងឯកផ្ទះនោះមើលទៅទ្រុឌទ្រោមដំបូលប្រក់ក្បឿងខ្លះបានធ្លាក់បាក់បែកឯជញ្ជាំងឈើវិញមានពណ៌ស្រអាប់ដោយសារត្រូវភ្លៀងផងនិងកម្ដៅថ្ងៃជាច្រើនឆ្នាំវាហុំព័ទ្ធទៅដោយរបងពុកផុយនិងសួនច្បារដែលដុតស្មៅប្រងព្រាតមើលទៅដូចជាកម្លែងដែលត្រូវបានគេបោះបង់ចោលសម្រាប់អ្នកភូមិជាពិសេសក្មេងៗផ្ទះចុងភូមិនេះគឺជាកន្លែងអាថ៌កំបាំងនិងគួរឲ្យខ្លាចគេនិយាយតគ្នាថានៅក្នុងផ្ទះនោះមានយាយចាស់ម្នាក់រស់នៅម្នាក់ឯងឈ្មោះយាយសនគ្មាននរណាបានឃើញគាត់ចេញក្រៅញឹកញាប់ទេហើយបើមានអ្នកណាដើរកាត់ផ្ទះគាត់នៅពេលយប់ជ្រៅគេតែងតែឮសំឡេងខ្សោៗដូចមនុស្សយំឬពេលខ្លះដូចជាសំឡេងភ្លៀងបំពេគួនយ៉ាងស្រងែស្រងោតរឿងរ៉ាវទាំងនេះបានធ្វើឲ្យផ្ទះចុងភូមិក្លាយជារឿងព្រេងនិទានប្រចាំភូមិមានថ្ងៃមួយក្មេងៗមួយក្រុមពួកគេបាននាំគ្នាលេងបោះតន្លែកនៅក្រោមដើមស្វាយក្បែរផ្ទះនោះពេលលេងអស់កម្លាំងពួកគេក៏អង្គុយហើយកញ្ញាដែលជាក្មេងស្រីក្លាហានជាងគេក៏និយាយឡើងថាពួកឯងជឿរឿងយាយសនអត់វុធីជាក្មេងប្រុសដែលខ្លាចចរន្តជាងគេក៏ឆ្លើយទៅញ័រមាត់ជឿតាប៉ាអញថាកុំទៅក្បែរផ្ទះនឹងឲ្យសោះយាយនឹងចេះអំពើអាប់ធ្មប់សុភាដែលមានគំនិតចាស់ទុំជាងគេបន្តិចក៏និយាយបែបពិចារណាខ្ញុំមិនជឿទេតែខ្ញុំឆ្ងល់ថាហេតុអ្វីគាត់មិនដែលចេញមកក្រៅសក់អញ្ចឹងកញ្ញាញញឹមហើយនិយាយថាបើចង់ដឹងមានតែទៅមើលឲ្យឃើញបន្តភ្នែកយប់នេះពេលគេគេងលក់អស់យាននាំគ្នាលបចូលទៅមើលវុធីប្រកាសយ៉ាងដាច់អហង្ការប៉ុន្តែដោយសារកញ្ញានិងសុភាសម្រេចចិត្តថានឹងទៅទើបចុងក្រោយវុធីក៏យល់ព្រមទាំងបង្ខំចិត្តយប់នោះក្រោមពន្លឺព្រះច័ន្ទពេញវង្សក្មេងទាំង3បានលបទៅដល់របងផ្ទះយាយសនបរិយាកាសស្ងាត់ជ្រងងំមានតែសំឡេងសត្វលោតយំនិងសំឡេងខ្យល់បោកកាត់ស្លឹកឈើបេះដូងរបស់ពួកគេលោតញាប់ស្ទើរតែជិនមកក្រៅពួកគេបានរកឃើញប្រហោងញួយនៅជញ្ជាំងផ្ទះហើយនាំគ្នាអើតមើលទៅខាងក្នុងអ្វីដែលពួកគេបានឃើញមិនមែនជាខ្មោចឬធ្មប់ដោយដែលពួកគេស្រមៃនោះទេនៅកណ្ដាលផ្ទះក្រោមពន្លឺចង្កៀងប្រេងកាតពួកគេឃើញយាយសនកំពុងអង្គុយលើកៅអីយោលចាស់មួយគាត់កំពុងកាន់អាវកូនក្មេងតូចមួយដែលចាស់ហើយមានពណ៌ស្លេកនៅក្នុងដៃគាត់យល់កៅអីទៅមកហើយច្រៀងបទបំពេកូនតិចទឹកភ្នែករបស់គាត់ស្រក់ចុះមកលើអាវតូចនោះដោយមិនដាច់សំឡេងយំខ្សោៗដែលអ្នកភូមិធ្លាប់ឮគឺតាមពិតទៅជាសំឡេងយំសោករបស់គាត់នោះឯងរំពេចនោះវុធីបានជន់ចំមែកឈើងាប់មួយបង្កើតជាសំឡេងក្រឹបយាយសនភ្ញាក់ព្រឺតគាត់ងាកមកមើលត្រង់ប្រហោងចិញ្ចៀងដោយទឹកមុខស្លន់ស្លោនិងភ័យខ្លាចមិនមែនទឹកមុខកាយសាហាវនោះទេក្មេងទាំង3ភ័យខ្លាំងណាស់ក៏នាំគ្នារត់ត្រឡប់ទៅផ្ទះរៀងខ្លួនវិញទាំងមិនហ៊ាននិយាយអ្វីមួយម៉ាត់ថ្ងៃបន្ទាប់សោភាបានទៅសួរសាច់រឿងនេះពីជីដូនរបស់នាងជីដូនរបស់សោភាក៏បានដកដង្ហើមធំហើយរៀបរាប់ប្រាប់ថាយាយសនគាត់មិនមែនជាមនុស្សអាក្រក់អីទេកាលពី30ឆ្នាំមុនគាត់មានគុណស្រីម្នាក់ដែលគាត់ស្រឡាញ់ដោយកែវភ្នែកតែអកុសលកូនគាត់បានស្លាប់ដោយសារជំងឺគ្រុនឈាមតាំងពីអាយុទើបតែ5ឆ្នាំមិនយូរប៉ុន្មានប្តីគាត់ក៏ស្លាប់ទៅទៀតតាំងពីពេលនោះមកគាត់ក៏ក្លាយជាមនុស្សឯកោរស់នៅជាមួយអនុស្សាវរីយ៍ដ៏ឈឺចាប់យប់គាត់តែងតែយំហើយច្រៀងបំពេកូនរបស់គាត់ក្រោយពីបានដឹងរឿងពិតក្មេងទាំង3នាក់មានអារម្មណ៍អាណិតយាយសនជាខ្លាំងភាពភ័យខ្លាចរបស់ពួកគេបានប្រែក្លាយទៅជាក្តីមេត្តាចាប់ពីថ្ងៃនោះមកពួកគេតែងតែលួចយកផ្លែឈើឬនំចំណីដែលម្ដាយពួកគេធ្វើទៅដាក់នៅមាត់ទ្វារផ្ទះយាយសនស្ងាត់ពេលខ្លះពួកគេនាំគ្នាជួយកាប់ឆ្កាស្មៅនៅមុខផ្ទះគាត់បន្តិចថែមទៀតផងយូរទៅយាយសនចាប់ផ្ដើមផ្លាស់ប្ដូរថ្ងៃមួយនៅពេលដែលក្មេងៗកំពុងលេងនៅក្បែរនោះគាត់បានបើកទ្វារចេញមក
គាត់មិននិយាយអ្វីទេគ្រាន់តែឈោមើលពួកគេហើយញញឹមតិចៗវាជាស្នាមញញឹមតែពោពេញទៅដោយភាពកក់ក្ដៅនិងការដឹងគុណប្រទេសជុំភូមិលែងជាកន្លែងគួរឲ្យខ្លាចសម្រាប់ក្មេងៗទៀតហើយផ្ទុយទៅវិញវាបានក្លាយជាកន្លែងដែលរំលឹកពួកគេអំពីក្តីមេត្តាការយល់ចិត្តនិងធម៌ពលនៃសេចក្តីល្អដែលអាចប្រែក្លាយភាពឯកោឲ្យទៅជាភាពកក់ក្ដៅបានអរគុណបងប្អូនដែលបានស្ដាប់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗមុនគេ